សូមបន្តមេរៀនយើងចូលមកទំព័រទី17ចឹងតើតើទំព័រទី17ចំណុចទី3គេដាក់ថាសូមពិពណ៌នារូបភាពដោយប្រើចំណុចភាសានិងពាក្យដែលទើបតែបានរៀនថ្មីនេះអញ្ចឹងយើងបានរៀននៅពាក្យថ្មីទំព័រទី14 15និង16ហើយអញ្ចឹងទំព័រទី17យើងមកមើលគេឲ្យយើងមើលរូបភាពជាមួយនឹងបំពេញពាក្យដែលយើងទើបតែរៀនថ្មីអញ្ចឹងចូលមកដល់ទី1ថាចៅឈៀនតាន់ថាសឹចុចរិនយើងមកមើលមួយទៀតទី2ថាចៅយ៉ាវមីងថាសឹចុចរិនទី3វ៉ាពូសឹចុចវ៉ាសឹសៀសឹងបន្តមកយើងមើលចុះមកក្រោមចំណុចទី3ដដែលវ៉ាសឹចុចរិនយើងមកមើលទី4គេដាក់ថាវ៉ាសឹចុចវ៉ាពុសឹសៀសឹងវ៉ាសឹចុចរិនចឹងយើងមកមើលទាំងអស់គ្នាថាគួរបំពេញអីនៅក្នុងហ្នឹងខ្ញុំដាក់ទាំងបំពេញហើយនឹងបកប្រែប៉ុន្តែមុននឹងចូលដល់បំពេញហើយបកប្រែយើងសាកស្កូបហើយបន្ទាប់មកយើងរនឹកចម្លើយសិនបន្ទាប់មកសូមតែមើលចម្លើយខាងខ្ញុំដែលដាក់ណាអញ្ចឹងសូមមើលចម្លើយហើយនឹងបកប្រែទាំងអស់គ្នាថាចៅឈៀនតាន់ថាសឹមីកោរិនប្រែថាគាត់ឈ្មោះឈៀវតាន់គាត់គឺជាជនជាតិអាមេរិកអញ្ចឹងទី2ថាចៅយ៉ាវមីងថាសឹចុងកោរិនគាត់ឈ្មោះយ៉ាវមីងគាត់គឺជាជនជាតិចិនបន្តមកទៀតវ៉ាពូសឹឡៅសឹវ៉ាសឹសៀសឹងហើយវ៉ាសឹចុងកោរិនអញ្ចឹងមកប្រយោគហ្នឹងបកប្រែថាខ្ញុំមិនមែនជាគ្រូបង្រៀនទេខ្ញុំគឺជាសិស្សខ្ញុំគឺជាជនជាតិចិនចឹងយើងមកមើលខាងក្រោមគេបងអស់វ៉ាសឹឡៅសឹវ៉ាពូសឹសៀសឹងវ៉ាសឹមីកោរិនបកប្រែថាខ្ញុំគឺជាគ្រូបង្រៀនខ្ញុំមិនមែនសិស្សទេខ្ញុំគឺជាជនជាតិអាមេរិកសុំតមកចំណុចមួយទៀតចំណុចលេខ1ចឹងចំណុចលេខ1យើងនិយាយតាក់ទងជាមួយនឹង Ping Ing ការបញ្ចេញសំឡេងអញ្ចឹងការបញ្ចេញសំឡេងព្យញ្ជនៈឬមួយក៏យើងហៅថាពាក្យខាងដើមចឹងយើងមកមើលតាក់ទងជាមួយនឹងការបញ្ចេញសំឡេងព្យញ្ជនៈទាំងអស់គ្នាដែលពាក្យហ្នឹងគឺមាន G C C ហើយនឹងពាក្យជឺឈឺស៊ឺអញ្ចឹងពាក្យហ្នឹងគឺការបញ្ចេញសំឡេងគឺវាស្តៀងគ្នាវាមានលក្ខណៈខុសគ្នាតិចតួចអញ្ចឹងយើងមកមើលនិយមន័យខាងក្រោមទាំងអស់គ្នាដើម្បីយើងកាន់តែច្បាស់អញ្ចឹងគេបញ្ជាក់ក្នុងនឹងថាក្រុមព្យញ្ជនៈ G C C ត្រូវប្រើផ្ទៃអណ្ដាតអញ្ចឹង G ហើយនឹង ឈីហ្នឹងផ្ទៃអណ្ដាតត្រូវប្រះនឹងក្រអូមមាត់ G មិនមានខ្យល់ចេញមកខាងក្រៅខ្លាំងទេហើយឈីហ្នឹងមានខ្យល់ចេញមកខាងក្រៅខ្លាំងចំពោះ C វិញផ្ទៃអណ្ដាតខិតទៅជិតក្រអូមមាត់ប៉ុន្តែមិនត្រូវប៉ះវាឡើយដោយទុកឲ្យវាមានចន្លោះតូចមួយសម្រាប់បញ្ចេញខ្យល់មកក្រៅអញ្ចឹងបើយើងចង់លម្អិតយើងរងចាំមើលឧទាហរណ៍នៅទំព័រទី18យើងនឹងមានឧទាហរណ៍សម្លេងបញ្ជាក់ដើម្បីឲ្យកាន់តែច្បាស់ហើយនៅក្នុងនឹងដែរប្រសិនបើនៅក្នុងនិយមន័យនេះយើងអត់សូវយល់ទេខ្ញុំអាចដាក់សម្រាយខ្លីៗឲ្យយើងយល់បន្ថែមអញ្ចឹងយើងមកមើលបន្ថែមទៀតទៅអាចស្កប់មើលបានណា